Tạiជំរាបសួរនិងសួស្តីសិស្សានុសិស្សទាំងអស់គ្នាជាទីស្រឡាញ់រាប់អានថ្ងៃនេះជួបលោកគ្រូ Another video ដែលលោកគ្រូថ្ងៃនេះនឹងលើកយក preposition មកចែករំលែកគ្នាយើងទាំងអស់គ្នាអូខេហើយថ្ងៃនេះផងដែរគឺលោកគ្រូលើកតែpreposition of time គឺយើងផ្ដោតទៅលើពាក្យថា in តែឥឡូវយើងទៅមើលក្រាឃីនមកទាំងអស់គ្នាអញ្ចឹងគឺយើងផ្ដោតតែទៅលើ in អញ្ចឹង in គឺត្រូវបានគេប្រើប្រាស់ណាអញ្ចឹងចំណុចទី1គឺគេប្រើប្រាស់បូកជាមួយនឹង parts of day អូខេ part of day ហើយទី2គឺយើងបូកជាមួយនឹង in បូកជាមួយនឹង months ទី3គឺ in បូកជាមួយនឹង years ទី4 in បូកជាមួយនឹង the បូកជាមួយនឹង decade decade ហ្នឹងបើប្រែថាទសវត្សរ៍មានន័យថា10ឆ្នាំអូខេហើយទី5គឺយើង in បូកជាមួយនឹង century មានន័យថាសតៈ100ឆ្នាំអូខេហើយទី6គឺយើងបូកជាមួយនឹង season រដូវហើយផ្សេងទៀតតាមយើងបន្តទៀតតោះឥឡូវយើងទៅមើលចំណុចទី1របស់យើងទាំងអស់គ្នាគឺទី1គឺ in បូកជាមួយនឹង part of day អញ្ចឹង part of day របស់យើងឥឡូវយើងទៅមើលឧទាហរណ៍របស់យើងទាំងអស់គ្នា I get up in the morning អញ្ចឹងគេអត់ប្រើពាក្យ at អីទេគឺគេប្រើពាក្យថា in the morning in the afternoon in the evening អូខេអញ្ចឹងតាក់ទងទៅនឹង in បូកជាមួយនឹង part of day តោះឥឡូវយើងទៅចំណុចទី2 in បូកជាមួយនឹង months January រហូតដល់ December អញ្ចឹងយើងទៅមើល I'm going to meet ពីណាគេកន្លែងនេះផ្លែ meet you អូខេអញ្ចឹងយើងដាក់ you មួយមកអញ្ចឹងកន្លែងនេះខ្ញុំនឹងជួបអ្នកនៅក្នុងខែគេ in January in October អីចឹងគេប្រើឲ្យទៅតាក់ទងជាមួយនឹង month គឺយើងប្រើពាក្យថា in អូខេតើអញ្ចឹង in January in August in October តើតែឥឡូវយើងទៅមើលចំណុចទី3 in បូកជាមួយនឹង years ឆ្នាំអូខេ I was born in 1992អញ្ចឹងយើងឃើញហ្នឹងគេប្រើពាក្យ in នេះin បូកជាមួយនឹង year in បូកជាមួយនឹង year អូខេអញ្ចឹងសិតទៅជាប្រភេទ in នេះដែលបូកមួយ year ណាអញ្ចឹងខាងក្រោយនឹងឯងគឺជា year គឺជាឆ្នាំអញ្ចឹង in បូកជាមួយនឹងឆ្នាំអញ្ចឹង I was born in 1992 I was born in 2005 I was born in 1987អូខេតើឥឡូវយើងទៅ number 4 in បូកជាមួយនឹង the បូកជាមួយនឹង decade ហ្នឹងគឺ10ឆ្នាំណា10 year 10 year 10ឆ្នាំអញ្ចឹង life was very difficult in 1986អញ្ចឹងកន្លែងនេះយើងឃើញមានអញ្ចឹង in របស់យើងគឺបូកជាមួយនឹងពាក្យ decade តើណាអញ្ចឹង in 1787ជាទូទៅគឺមានកន្លែងនេះគឺ decade ហើយបូកមួយនឹងin បូកជាមួយនឹង decade តើឥឡូវយើងទៅចំណុចទី5 in plus the ឬក៏បូក the បូកជាមួយនឹង century អញ្ចឹង century របស់យើងបាន100 year អូខេ100ឆ្នាំ100ឆ្នាំអញ្ចឹងយើងមើល we are living in the 21st century អញ្ចឹង in របស់យើងកន្លែងហ្នឹងបូកជាមួយនឹង century អញ្ចឹងវាបញ្ជាក់អំពី time តើណានិយាយទៅនៅក្នុងចំណុចពីទី1រហូតទៅដល់ទី5ហ្នឹងគឺយើងផ្ដោតតែ in បូកជាមួយនឹងវាបង្ហាញអំពី time preposition តាក់ទងនឹង time តោះឥឡូវយើងទៅទី6 in បូកជាមួយនឹង season season ក៏ជា time ដែរ we go to the beach in summer can be summer can in អីគេទៀតមកយើងដាក់មក autumn អីចឹងមក autumn ហើយអីទៀត fall fall ឬក៏អីគេ winter អញ្ចឹងទាំងអស់ហ្នឹងជាទូទៅគឺយើងបូកជាមួយនឹង in ដែរណាឬគឺវាបូកជាមួយនឹង season អញ្ចឹងវីដេអូលោកគ្រូថ្ងៃហ្នឹងគឺមានតែប៉ុណ្ណឹងសង្ឃឹមថាគ្នាយើងនឹងដឹងពីរបៀបនៃការប្រើប្រាស់ in ដែលវាបង្ហាញអំពីពេលវេលាអញ្ចឹងមាន6ចំណុចហ្នឹងហើយយើងនឹងបន្តចំណុចផ្សេងទៀតនៅវីដេអូក្រោយសូមអរគុណ